បាទជូនដល់កីឡាករទាំងពីររួចរាល់បាទប្រវត្តិរូបបាទបន្ថែមក៏បានបង្ហាញជូននៅលើគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ The Battle of Sri Kingdom ទឹកទី1 Round 1បាទឈានចូលដល់ការប្រកួត Final ដើម្បីសម្រេចជោគវាសនាថាតើរថយន្តភេជ្ជៈត្រីទំនើបពីក្រុមហ៊ុនវឌ្ឍនៈនឹងក្លាយជាអាណាចក្ររបស់ក្លឹបគ្រូមួយណាលោកគ្រូសេនប៊ិនថិនឬក៏លោកគ្រូពេជ្រសុផាន់ចូលចាប់គ្រាជាបន្តទៀតបាទជង្គង់ស្រាំ2បាទអតិទេពសងជង្គង់មួយនេះគ្នាពីយ៉ាស៊ីនចាក់ជង្គង់ស្រាំជាបន្តទៀតពីយ៉ាស៊ីនចាប់គ្រាទាញមករញចេញពីប៉ែនកាក់យ៉ាស៊ីនបាទដើរចូលបន្តិចសិនបាទពីពេជ្រអតិទេពបាទឆ្វេងពីយ៉ាស៊ីនសងស្រាំមួយនេះគ្នាពីពេជ្រអតិទេពចូលចាប់គ្រាជាបន្តទៀតបាទចាប់គ្រាអូយបាទកម្លាំងនៅពេញដូចគ្នាទឹកទីមួយរត់តែចេញផ្លែអត់ទាន់បានចាក់ជង្គង់ស្រាំពីជង្គង់2យ៉ាស៊ីនបាទជង្គង់តែផ្លែជាបន្តទៀតពីយ៉ាស៊ីនបាទសងបានមួយជង្គង់មកវិញដូចគ្នាពីពេជ្រអតិទេពបាទចំហនៅមុំបាទដើរចូលឆ្វេងឆក់ពីចង្អាយពីពេជ្រអតិទេពបាទលោកឆ្វេងសមមកវិញដូចគ្នាពីយ៉ាស៊ីនចាក់ជង្គង់ស្រាំជាបន្តទៀតពីខ្យាតម្រៃសយ៉ាស៊ីនជង្គង់ទៅវិញដូចគ្នាពីពេជ្រអតិទេពចូលចាក់គ្រាជាបន្តទៀតគ្រាទាញបាត់កែស្រាំពីយ៉ាស៊ីនសមមកដៃស្រាំវិញពីអតិទេពជង្គង់ស្រាំពីយ៉ាស៊ីនបាទគៀងពីយ៉ាស៊ីនឆ្វេងមកដៃពីប៉ែនកាក់យ៉ាស៊ីនចូលប្រងទះកែងតែអត់តបានឡើយទេឆ្វេងមកដៃពីពេជ្រអតិទេពសងឆ្វេងទៅគ្នាពីយ៉ាស៊ីនតក់ស្រាំពីពេជ្រអតិទេពចាក់ជង្គង់ស្រាំពីប៉ែនកាក់យ៉ាស៊ីនចូលចាប់គ្រាជាបន្តទៀតទះជង្គង់ពីយ៉ាស៊ីនរញចេញបាទក្រោកឡើងបន្តការប្រកួតបានជាតបដើរចូលបាទធាក់ស្រាំអត់ទាន់ដល់គោលដៅនៅឡើយទេផតដងខ្លួនផតលោកឆ្វេងដល់ត្រង់ស្រាំវិស្រាំជាបន្តទៀតពីអតិទេពសងឆ្វេងដើម្បីធ្វើការស្រាំលោកឆ្វេងទាត់ស្រាំជាបន្តទៀតពីប៉ែនកាក់យ៉ាស៊ីនចូលពេញលោកឆ្វេងមិនដែរចောက်មានទៅមិនមកចូលពេញដូចគ្នាឆ្វេងពីអតិទេពអូយបាទធាក់ឆ្វេងអត់ទាន់ដល់ទេបាទយ៉ាស៊ីនអំណោយផលត្រង់កាយសម្ភារគាត់ខ្ពស់ជាងបាទឆ្វេងស្រាំជាបន្តទៀតពីអតិទេពជង្គង់ឈួយចូលពេញពីបាទយ៉ាស៊ីនជង្គង់ស្រាំមកវិញពីអតិទេពទាញមួលប្រងពេនអប្រូតជង្គង់ស្ដាំពីយ៉ាស៊ីនរុញចេញបានទេបាទរុញចេញកន្លោះកែងទេអត់ទេជង្គង់បដូរជង្គង់មានទៅមិនមកបាទចូលចាប់គ្រាជង្គង់ស្ដាំពីអតិទេពសងស្ដាំពីជង្គង់ទៅវិញគ្រាពីយ៉ាស៊ីនជង្គង់ស្ដាំពីអតិទេពជង្គង់ស្ដាំជាបន្តទៀតពីយ៉ាស៊ីនចាក់ជង្គង់ឆ្វេងពីពេជ្រអតិទេពបាទផ្លាំងផ្លែចេញគ្រប់ក្បាច់គ្រប់ស្នេហ៍ដែរផ្លែកាយក៏ចេញជង្គង់ក៏ចេញមកដែរដល់ចូលជាបន្តទៀតពីពេជ្រអតិទេពដែលបងប្អូនយើងស្គាល់ថាជាចម្រើនគុណខ្មែរបាទស្ដាំជាបន្តទៀតពីយ៉ាស៊ីនកាអាញខ្លួនជង្គង់ឆ្វេងពីយ៉ាស៊ីនជង្គង់ឆ្វេងពីប៉ែនកាក់យ៉ាស៊ីនរញចេញជាបន្តទៀតឆ្វេងស្ដាំតម្រូវឲ្យការស្ដាំជាបន្តទៀតពីយ៉ាស៊ីនបៃដៃពីយ៉ាស៊ីនវេពុតទឹកថែមស្ដាំជាបន្តទៀតពុះកែពីលើពីយ៉ាស៊ីនឆ្វេងស្ដាំស្ដាំអូយ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
ប្រកបបន្ត continue បន្តការប្រកួតអាយ៉ាក្រាលបាទធ្វើការរាប់ម្ដងទៅលើពេជ្រអេទីទេបាទចំហគាត់នឹងមកតែគាត់អត់មានជីវិតនៅក្នុងការតបតជង្គង់ឆ្វេងស្ដាំជាបន្តទៀតពីយ៉ាស៊ីនបាត់កែស្ដាំពីយ៉ាស៊ីនចូលវាឆ្វេងស្ដាំជាបន្តទៀតពីពេជ្រអេទីទេស្ដាំពុតទឹកពីអេទីទេបាទជង្គង់ស្ដាំមួយពីយ៉ាស៊ីនជង្គង់ឆ្វេងពីយ៉ាស៊ីនតែជង្គង់ជាបន្តទៀតក៏ចប់ទឹក ដល់ការប្រកួតទឹកទី2បាទបង្គោលក្រហមកីឡាករពីងអតិទេពបង្គោលខៀវប៉ែនកយ៉ាសិនបាទគូចុងក្រោយបាទសម្រាប់បាទវិស្នាថាតើម្ចាស់ឡានបានទៅលើកីឡាកររុងណាតើចូលបដូរឲ្យបាទកែងរបស់យ៉ាស៊ីនបាទទាញមកបូតចាក់ជង្គង់របស់បាទពីងអតិទេពបាទរុញផ្ដួលបាទពីងអតិទេពត្រង់នេះបាទព្យាយាមតែចូលបដូរដៃបាទទៅមកជាបន្តទៀតបាទជង្គង់ឆ្វេងព្យាយាមកាច់ធ្វើមកជុំបាទជង្គង់ទៅមកកណ្ដាំដៃរបស់អតិទេពអត់ដល់បាទទាត់ដោយប្រច្រាស់គ្នាលុកឆ្វេងរបស់បាទយ៉ាស៊ីនធាក់ឆ្វេងកណ្ដាំដៃស្ដាំរបស់អតិទេពបាទចូលចាប់រុញផ្ដួលរបស់យ៉ាស៊ីនវ៉ាវបាទទៅតែបាត់ដាំទឹកទី2បាទបដូរគ្នាជាបន្តទៀតបាទចូលកាត់កែងរបស់យ៉ាស៊ីនជង្គង់របស់អតិទេពបាទទាញបោតចេញជង្គង់យ៉ាស៊ីនបាទកណ្ដាប់ដៃអតិទេពសងស្នាមមកវិញបាទអតិទេពបាទព្យាយាមចូលចាប់គ្រាជាប់អោបចង្កេះជាប់បាទជង្គង់ទៅមកកាច់ជង្គង់យ៉ាស៊ីនអតិទេពព្យាយាមដោះឲ្យចេញមកកែងផ្លៃរបស់អតិទេពបាទទៅជាបន្តទៀតបាទពុកម៉ែបងប្អូនយើងសុំសម្លេងមួយទៀតបាទកែងទល់ជាប់ជង្គង់របស់យ៉ាស៊ីនបាទពេញអតិទេពព្យាយាមដោះបាទចេញកែង រ៉ូឌីផលិតពីសាច់ជ្រូកពិតៗ ទេបាទកែងក្នុងយ៉ាស៊ីនអោបជាប់ហើយអតិទេពបាទក៏ព្យាយាមបាទរើព្យាយាមគក់បាទណែកែងទៅកែងមកលោកអញ្ញាកដាចាប់បែបបាទលោកគ្រូម៉ែសមឿនអូមកបន្តការប្រកួតនៅកណ្ដាប់ផ្ទៃសង្វៀនគ្រុតគុណខ្មែរទល់ហើយបាទព្យាយាមរើកែងខ្លីរបស់អតិទេពយ៉ាស៊ីនដោះបាទយ៉ាស៊ីនព្យាយាមអោបចំណែនជង្គង់ស្ដាំបាទជង្គង់របស់អតិទេពបានមួយមកវិញបាទទៅជាបន្តទៀត
បាទនេះរុញផ្ទាល់មុខចេញមកកណ្ដាប់ដៃរបស់អតិទេពចូលវិញរបស់យ៉ាស៊ីនបាទនៅតែមានមកសម្រាប់ការប្រកួតបាទជួចិត្តមិនចាញ់គឺពីសម្បត្តិដែរបងប្អូនយើងបាទទល់មួយបាទកណ្ដាប់ដៃជង្គង់បាទរុញលោកអាញាកណ្ដាលចាប់បែបាទដើរចូលបន្តទៀតបាទរុញចេញបាទកណ្ដាប់ដៃស្ដាំសងឆ្វេងបាទតម្រៃឆ្វេងការស្ដាំរបស់យ៉ាស៊ីនដកបន្តិចពីអតិទេពដើរចូលម្ដងបាទធាក់ស្ដាំមួយបាទដកចេញបាទលុកមួយកែងចូលចាប់ស្វាឲ្យជាប់លោកអាញាកណ្ដាលក៏ចាប់បែកបាទពេលវេលាបាទនៃកងព័ន្ធទី2នេះនៅសល់30នាទីបាទចូលកែងក្តាប់ដៃឆ្វេងស្ដាំថែមស្ដាំអតិទេពឲ្យជាប់ជង្គង់ឆ្វេងរបស់យ៉ាស៊ីនបាទទាញផ្អត់ជាប់កែងរុះខ្លីមួយទៀតបាទទស្សនាការប្រកួតបន្តទៀតក្តាប់ដៃឆ្វេងស្ដាំចូលចាប់ឲ្យជាប់ជង្គង់អើយជង្គង់បាទពេញអតិទេពបាទព្យាយាមត្រង់នេះចេញមួយបាទក្តាប់ដៃស្ដាំបាទរបស់យ៉ាស៊ីនអតិទេពបាទតស្ដាំចាប់ជើងបាទរុញចេញលោកអាញាកណ្ដាលចាប់បែកបាទចុងទឹកទី2ហើយបងប្អូនយើងសុំសម្លេងមួយទៀតមកចាប់ទឹកទី2 The Battle of Three Kingdom ឈានចូលដល់ទឹកទី3ធាក់ឆ្វេងលឿនបាទពីពេជ្រអតិទេពដកស្ដាំជាបន្តទៀតពីពេជ្រអតិទេពលោកឆ្វេងបាទពីប៉ាន់កែស៊ីនបដូរកណ្ដាប់ដៃគ្នាហើយធាក់ឆ្វេងពីយ៉ាស៊ីនបាទឆ្វេងមកដៃពីយ៉ាស៊ីនធាក់ឆ្វេងមកវិញពីអតិទេពធាក់ស្ដាំជាបន្តទៀតពីពេជ្រអតិទេពបាទចលោមួយសិនបាទញាក់ឆ្វេងញាក់ស្ដាំមិនតាន់ចេញស្និតលោកឆ្វេងមកដៃពីប៉ាន់កែយ៉ាស៊ីនបាទជ្រុំជើងដាក់ចូលមកវិញទាត់ស្ដាំបដូរគ្នាបាទត្រូវដូចគ្នាដែរទាត់ស្ដាំកាប់គល់ជាក្រោមទាត់ឆ្វេងពីប៉ាន់កែយ៉ាស៊ីនលោកស្ដាំមកដៃពីយ៉ាស៊ីនចាក់ជង្គង់ខ្លីពីយ៉ាស៊ីនទាត់កាប់គល់ជាក្រោមទៅវិញដូចគ្នាពីពេជ្រអតិទេពជង្គង់ស្ដាំពីពេជ្រអតិទេពជង្គង់ស្ដាំមកវិញពីយ៉ាស៊ីនបាទចាប់គ្រាអស់ចង្វាក់អស់ស្និតលោកគ្រូម៉ាត់ស៊ូមឿនក៏ចាប់អ្នកទាំងពីរហើយក៏ទាញហើយក៏ញែកមកកណ្ដាលសង្វេទធ្វើការប្រកួតជាបន្តបាទអឡង់ឆ្វេងសម្រាប់យ៉ាស៊ីនធាក់ឆ្វេងបាត់ចេះរះបាទណែកាប់គល់ជាក្រោមទៅវិញពីអតិទេពចាប់រើញចេញពីប៉ែនកែយ៉ាស៊ីនអូហូយបាទធាក់ឆ្វេងពីយ៉ាស៊ីនវាស្ដាំចាក់ជង្គង់ពីពេជ្រអតិទេពចូលបាទក៏អាចខ្លួនបាទដោះបានទេបាទចាក់ជង្គង់មានទៅមានមកតាក់ផ្លាស់ជង្គង់ពីប៉ែនកាយ៉ាស៊ីនបាទចាប់ញែកបាទបុកជាបន្តទៀតពេលស្ដាំមកដៃពីអតិទេពបាទរុះកែងពីខាងក្នុងពីយ៉ាស៊ីនបាត់កែងខ្លីពីយ៉ាស៊ីនលោកឆ្វេងមានអំណាចចូលពេញដូចគ្នាបាទអតិទេពក៏លោកត្រូវបុកក៏លោកកែងឆ្វេងពីពេជ្រអតិទេពបាទវាក៏កែងសអប្រេមរុញចាញ់អូយបាទលោកគ្រូក៏ទៅត្រង់បាទតាសាលោកគ្រូម៉ាក់សមឿនបាទតាសាតែថ្ងៃនេះបាទគឺមានព្រះទរុនភ្លៀងផងបាទចឹងចង់បាទនៅលើសង្វៀនមានបញ្ហារអល់តិចតួចបាទធាក់ឆ្វេងពីយ៉ាស៊ីនទាត់កាប់គល់ជើងក្រោមទៅវិញពីពេជ្រអតិទេពបន្តដើរចូលជាបន្តជង្គង់ឆ្វេងអត់តដល់ទេវាស្ដាំហើយក៏ឆ្វេងជាបន្តទៀតពីអតិទេពដេញតាមចាក់ជង្គង់កាត់ខ្លីបាទការពារចង្វាក់ពីយ៉ាស៊ីនទាត់ស្ដាំពីពេជ្រអតិទេពចាប់ទល់ដៃទាត់ស្ដាំអត់ទេយ៉ាស៊ីនក៏មិនថែមដូចគ្នាអតិទេពបន្តដើរចូលស្ដាំវាកាត់ពីប៉ែនកែយ៉ាស៊ីនលោកឆ្វេងបាហាអត់តដល់បាត់កែស្ដាំជាបន្តទៀតបាទម្នាក់បាត់កែមួយមាញ់នេះបាទលឿនណាស់លោកឆ្វេងបកកលកែឆ្វេងពីប៉ែនកែយ៉ាស៊ីនចាក់ជង្គង់ស្ដាំពីយ៉ាស៊ីនវាស្ដាំបន្តទៅពីអតិទេពចូលចាប់គ្រាជាបន្តទៀតចាក់ជង្គង់ស្ដាំពីយ៉ាស៊ីនជង្គង់ឆ្វេងពីយ៉ាស៊ីនជង្គង់ស្ដាំតាក់ផ្លាសងមកជង្គង់មកវិញដូចគ្នាពីពេជ្រអតិទេពបាទទាញមកកណ្ដាលសង្វៀនអូឈរវាយគ្នាបាទចំហរឹងណាស់បងប្អូនយើងហើយមើលកីឡាករគុនខ្មែរយើងតាន់ណាស់ធន់ណាស់បាទអ្នកទាំងពីរនេះស្និទ្ធល្អណាស់បាទតសើអ្វីដែលសំខាន់ល្អនៅគ្នាគឺភាពធន់តែម្ដងដើរចូលវាឆ្វេងបច្ចាក់ពីពេជ្រអតិទេពបាទលោកកញ្ញាកណ្ដាលលោកគ្រូក៏ចាប់ញែកសារជាថ្មីទាញមកកណ្ដាលសង្វៀនធ្វើការប្រកួតជាបន្តបាទអ្នកណាបុកមុនបាទស្ដាំបាត់ដៃពីយ៉ាស៊ីនអូមួយអើយអូយ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
ចាប់ទឹកទី3 បាទចប់បាទឈានចូលដល់ទឹកទី4 round 4បន្តការប្រកួតជាបន្តទៀតញាក់ដូចគ្នាបាទមួយឡង់ឆ្វេងម្នាក់ទៀតឡង់ស្ដាំបាទអាចកែប្រែស្ថានភាពបានទេសម្រាប់អាទិទេពឬក៏យ៉ាស៊ីនជាអ្នកគ្រប់គ្រងស្ថានភាពជាបន្តទៀតព្រោះថាគេបានវាយឲ្យអាទិទេពបាទទៅញ៉ាំកណ្ដាលរាប់ពីដងធាក់ឆ្វេងកាត់បាទពីពេជ្រពីបានកយ៉ាស៊ីនបន្តដល់ចូលទាត់ស្ដាំពីពេជ្រអាទិទេពក៏ទាត់ឆ្វេងមួយចាក់ជង្គង់ឆ្វេងស្ដាំពីយ៉ាស៊ីនរស់កែងស្ដាំជាបន្តទៀតពីយ៉ាស៊ីនគេរៀកកាញខ្លួនជង្គង់ឆ្វេងតាក់ផ្លាពុះកែងអូបាទលោកកញ្ញាក្រាបចាប់ញែកបាទប្រាប់ថាស្រាប់ខ្ញុំ listen to me
បាទបន្តការប្រកួតក៏បន្តដាក់ចូលដូចគ្នាបាទអាទិទេពគៀងទាត់ស្រាំអត់ដល់កូនអាកិច្ចផុតពីប៉ែនកយ៉ាស៊ីនបាទផតដល់ខ្លួនទាត់ស្រាំកាប់គល់ជើងក្រោមជុំតទៅពីពេជ្រអាទិទេពជង្គង់ឆ្វេងពីយ៉ាស៊ីនជង្គង់ស្រាំពីយ៉ាស៊ីនអូយបាទយ៉ាស៊ីនគាត់អំណោយផលត្រង់ជង្គង់នឹងតែម្ដងបាទគឺគាត់ខ្ពស់អាចថាគាត់ទាញចាក់ជង្គង់ហើយផ្លែជង្គង់របស់គាត់ក៏ល្អទៅទៀតបាទដាក់ចូលជាបន្តទៀតគៀងពីអាទិទេពទាត់កាប់គល់ជើងក្រោមបាទជង្គង់ស្រាំថែមឆ្វេង3ជង្គង់ទួនផ្ទួនពីប៉ែនកយ៉ាស៊ីនចាប់ក្រៀកទាញផ្ទះផ្លាមមកជង្គង់សមកវិញពីពេជ្រអាទិទេពចាក់ជង្គង់ឆ្វេងជាបន្តទៀតពីយ៉ាស៊ីនរុញដើម្បីចេញកាយរុះកាយពីខាងក្នុងពីយ៉ាស៊ីនសងកាយឆ្វេងទៅវិញពីអាទិទេពចាក់ជង្គង់ឆ្វេងស្អាតពីជង្គង់ជាបន្តទៀតពីប៉ែនកយ៉ាស៊ីនទាញមកហើយដើម្បីធ្វើឲ្យការស្រាំពីយ៉ាស៊ីនបាត់កាយស្រាំរុញចេញពីអាទិទេពដល់ចូលប៉ុន្តែអត់ចូលវាស្រាំពីអាទិទេពបុកក្នុងកាយឆ្វេងពីអាទិទេពទាញរហូតដល់អស់ចង្វាក់អញ្ញាកណ្ដាលក៏ចាប់ញែកអូថ្ងៃនេះលោកគ្រូមកសមិទ្ធធ្វើការធ្ងន់ហើយព្រោះថាអ្នកទាំងពីរវាអត់មានពេលសម្រាប់ទេបាទដល់ចូលជាបន្តទៀតធាក់ឆ្វេងកាត់ចន្ទរមីពីប៉ែនកយ៉ាស៊ីនធាក់ស្រាំជាបន្តទៀតពីពេជ្រអាទិទេពលុកបានមកដៃស្រាំរុះកែពីខាងក្នុងពីពេជ្រអាទិទេពបាទទាញមកជាបន្តទៀតអូអញ្ញាកណ្ដាលក៏ចាប់ញែកបាទផ្ញើជូនរូបភាពបងប្អូនដែលកំពុងទស្សនានៅគេឋានដូចគ្នាបាទលុកស្រាំមកដៃពីប៉ែនកយ៉ាស៊ីនចលោបន្តិចធាក់ឆ្វេងចន្ទរមីពីយ៉ាស៊ីនធាក់ឆ្វេងជាបន្តទៀតបាទច្រត់អេស័យពីយ៉ាស៊ីនដល់ចូលទាត់ស្រាំទាត់ឆ្វេងពីអាទិទេពបាទរែងផ្ទប់នឹងសង្វៀនបាទលោកអញ្ញាកណ្ដាលក៏ចាប់ញែកសាជាថ្មីបាទទាញមកកណ្ដាលសង្វៀនដើម្បីបន្តការប្រកួតធាក់ស្រាំមួយដៃបន្តិចសិនបាទធាក់ឆ្វេងពីយ៉ាស៊ីនវាសងតាមមកវិញពីអាទិទេពចង្គង់ឆ្វេងថែមបាទថែមមួយជង្គង់ជាបន្តទៀតពីយ៉ាស៊ីនវាឆ្វេងថែមឆ្វេងបាទថែមស្រាំមួយដៃបាទវាស្រាំមួយទឹកថែមឆ្វេងជាបន្តទៀតដាក់សម្រិតជាបន្តទៀតឆ្វេងថែមស្រាំឆ្វេងមួយទឹកជាបន្តទៀតពីយ៉ាស៊ីនវាឆ្វេងស្រាំជាបន្តទៀតពីយ៉ាស៊ីនថែមស្រាំពីយ៉ាស៊ីនដាក់ត្រង់ពីយ៉ាស៊ីនបាទស្រាំបាទធ្វើការពីយ៉ាស៊ីនបាត់កាយស្រាំជាបន្តទៀតពីប៉ែនកាយយ៉ាស៊ីនដើម្បីធ្វើការថែមឆ្វេងពីយ៉ាស៊ីន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 1
ប្រកបបន្ត បាទប្រកួតបន្តតាសាយ៉ាស៊ីនលឿនចេញចូលច្បាស់បាទអាវុធធ្ងន់អាវុធចំតែបាទពេជ្រអាទិទេពបាទគាត់ពិតជាស៊ូមែនបាទពិតជាធន់មែនបាទស្ដាប់មកឲ្យចង់ទឹកទី4បាទយ៉ាងណាហើយបាទការប្រកួតបានបញ្ចប់បាទដើមទឹកទី5នេះគឺកីឡាករពេជ្រអាទិទេពគឺมันអាចបន្តដំណើរនៃការប្រកួតនេះទៀតបានទេបាទដូច្នេះគឺអបអរសាទរបាទទៅដល់កីឡាករបាញ់កាច់យ៉ាស៊ីនហើយចូលរួមបាទសោកស្ដាយបាទទៅដល់ធីមលោកគ្រូពេជ្រសុផាន់បាទយើងឃើញថាកីឡាករពេជ្រអាទិទេពក៏ស៊ូក៏ព្យាយាមប្រឹងប្រែងអស់ពីលទ្ធភាពដូចគ្នាបាទយ៉ាងណាពុកម៉ែបងប្អូនសូមស្នូទះដៃលើកទឹកចិត្តដល់កីឡាករពេជ្រអាទិទេពបាទហើយក៏អបអរសាទរបាទដល់កីឡាករប៉ែនកាយ៉ាសេបាទយើងឃើញថាលោកគ្រូសេនប៊ុនថេនក៏ដូចជាយ៉ាស៊ីនបាទក៏ទៅលើកទឹកចិត្តទៅដល់ពេជ្រអាទិទេពដូចគ្នានេះហើយជាកីឡាគឺមានឈ្នះមានចាញ់បាទយើងធ្វើការប្រយុទ្ធបាទអស់ពីសមត្ថភាពរៀងខ្លួនបាទដើម្បីកិត្តិយសខ្លួនផ្ទាល់ដើម្បីកិត្តិយសក្លឹបបាទក៏ដូចជាមជ្ឈដ្ឋាននៅក្នុងការចង់ឈ្នះបាទលោកគ្រូបានទៅពិភាក្សាបាទលើកទឹកចិត្តបាទពេជ្រអាទិទេពបាទយ៉ាងណាធ្វើបានល្អហើយរយៈពេលនៃការប្រកួត4ទឹកពេញមកនេះបាទនេះគឺបាទអ្នកគ្រប់គ្រងរបស់លោកគ្រូបាទសេនបន្ថេហើយជម្រាបជូនផងដែរថាបាទព្រឹត្តិការណ៍ដ៏អស្ចារ្យព្រឹត្តិការណ៍ The Battle of Three Kingdom ដែលរៀបចំដោយក្រុមហ៊ុនវឌ្ឍនៈគឺនឹងរៀបចំនៅវគ្គបន្តនៅរដូវកាលក្រោយជាបន្តទៀតសូមសម្លេងទះដៃជូនក្រុមហ៊ុនកូនខ្មែរក្រុមហ៊ុនវឌ្ឍនៈបាទការរៀបចំព្រឹត្តិការណ៍ The Battle of Three Kingdom រយៈពេលជាច្រើនខែចម្ងល់ដែលបងប្អូនយើងបានទន្ទឹងរង់ចាំក៏បានត្រូវស្រាយហើយអបអរសាទរម្ចាស់រថយន្ត Pick Up ស្រីទៅនៅពីក្រុមហ៊ុនវឌ្ឍនៈអបអរសាទរដល់ក្លឹបរដូវជ័យជំនះបានទៅលើកីឡាករបង្គោលឃីវអបអរសាទរ